សួស្តីបងប្អូនអ្នកគ្នាស្វាគមន៍សាជាថ្មីជាមួយនឹងវីដេអូសម្រាប់រឿងបាឡាំងស្ដេចតៅភាគទី11ជួបហើយក្រុងក៏បាននិយាយទៅបងប្រុសឯងនិយាយនេះដូចជាធ្ងន់ពេកទៅដឹងពួកឯងធ្វើរឿងគួរអាម៉ាស់បែបនេះហេតុអ្វីពួកឯងមិនចាក់ចេញទៅនៅអ្វីទៀតកូនចៅរបស់គេទាំងអស់នោះក៏បានចាក់ចេញទៅលីអៅដើរចូលមកហើយក៏បានហៅឪពុករបស់គេប៉ុន្តែឪពុករបស់គេក៏បានប្រាប់ឲ្យបិទមាត់ដែរឆាប់សុំទោសបងប្រុសម្នាក់នេះទៅលីអៅពុកតើពុកនិយាយលេងតែមែនទេឲ្យខ្ញុំនឹងសុំទោសពួកគេតើពួកគេនឹងគឺជាអ្វីទៅឪពុករបស់គេក៏បានទះគេមកកប្លៀងទៅបងប្រុសឲ្យខ្ញុំសុំទោសផងចំពោះការគ្រប់គ្រងវិន័យមិនបានតឹងរឹងអធិស្ឋានដែលធ្វើឲ្យអ្នកនឹងសោកចំអកហើយតែឯងសុកចិត្តមកជាមួយនឹងខ្ញុំដើម្បីទទួលរង្វាន់ហើយឬទេអ៊ីប៉ៃខ្ញុំមកទីនេះគឺដើម្បីទទួលរង្វាន់ចវាយក្រុងប៉ុន្តែខ្ញុំនឹងបកគោរង្វាន់ទាំងអស់នោះទៅដល់ឯងក្រៅពីនេះខ្ញុំក៏ចង់ធ្វើជាមិត្តជាមួយនឹងបងប្រុសដែរអ៊ីប៉ៃក៏បានតបទៅមិនអីនោះទេបើចវាយក្រុងមានចិត្តស្មោះត្រង់ទៅហើយនោះខ្ញុំនឹងចូលរួមចោះមួយសន្ទុះក្រោយមកចវាយក្រុងក៏បាននិយាយទៅចិនអ៊ីប៉ៃឯងគឺបានរួមចំណែកនិងមានគុណសម្បត្តិដ៏ធំធេងនៅក្នុងការស្លាប់បិសាចឯងអាចទទួលបានមាសជាមួយនឹងប្រាក់រាប់រៀលដំឡឹងថ្មវិញ្ញាណកម្រិតទាបចំនួន 10000 ដុំនិងគ្រឿងសឹកកម្រិតទី5ចំនួន1ចវាយក្រុងក៏បានបញ្ចេញនៅចិញ្ចៀនទុកឲ្យទៅកាន់អ៊ីប៉ៃអាប់អូនឯងចាប់ពិនិត្យមើលទៅតើមានខុសអ្វីដែរទេអ៊ីប៉ៃបានពិនិត្យរួចរាល់ហើយក៏បានអរគុណចំពោះរង្វាន់ចវាយក្រុងក៏បានថាទៅមិនអីនោះទេនេះគឺជាអ្វីដែលឯងសមតែនឹងទទួលអ៊ីប៉ៃក៏បានសួរទៅតើពេលណាទៅខ្ញុំអាចទៅរាជវាំងបានចវាយក្រុងឯងចង់ទៅរាជវាំងអ៊ីប៉ៃក៏បានតបទៅមិនមែននៅក្នុងសេចក្តីប្រកាសនិយាយទេថាអ្នកដែលអាចស្លាប់បិសាចបាននោះគឺអាចទៅកាន់រាជវង្សបានដើម្បីចូលរួមនៅក្នុងការវិតម្លៃជ្រើសរើសបេក្ខជនចូលទៅក្នុងប្រាសាទបារាណនោះចវាយក្រុងឯងចង់និយាយអំពីរឿងនេះឯងគឺមិនទាន់បានបំពេញទៅតាមតម្រូវការរបស់យើងនៅឡើយនោះទេតើតែបិសាចទាំងអស់នោះត្រូវបានចាក់ចេញឬក៏បានសម្លាប់ទាំងអស់ទើបឯងនឹងគឺអាចមានសិទ្ធិចូលរួមបាននាងល្អិតក៏បាននិយាយទៅប៉ុន្តែនៅក្នុងសេចក្តីប្រកាសនោះគឺបាននិយាយយ៉ាងច្បាស់ដរាបណាគឺអាចសម្លាប់បិសាចលើពី10ក្បាលនោះបញ្ជាក់ថាគឺអាចចូលរួមបានហើយចវាយក្រុងក៏បានសើចបន្តិចនាងល្អិតពិតជាមើលបានលម្អិតមែនប៉ុន្តែមានបិសាចមួយនៅក្នុងចំណោមបិសាចទាំងអស់នោះគឺពិបាកក្នុងការចាត់ការណាបើសិនបើខ្ញុំអនុញ្ញាតឲ្យឯងនឹងទៅចូលរួមនោះតើមាននរណាដែលអាចសម្លាប់បិសាចនេះបានទៅវាគឺមិនងាយស្រួលនោះទេនៅក្នុងការទទួលបានកៅអីពីខ្ញុំនោះអ៊ីប៉ៃក៏បាននិយាយទៅបើសិនមកជាខ្ញុំអាចដោះស្រាយជាមួយនឹងមេបិសាចរួមទាំងកូនចៅវាបាននោះមានន័យថាគឺខ្ញុំអាចទៅកាន់រាជវាំងបានហើយតែមែនទេនឹងមានសិទ្ធិចូលរួមហើយតែមែនអត់ចវាយក្រុងក៏បាននិយាយទៅប៉ុន្តែវាមិនមានបញ្ហានោះទេចំពោះរឿងដែលឯងចង់ចូលនៅក្នុងប្រាសាទបុរាណបានឬអត់នោះវាអាស្រ័យទៅលើឯងតែឯងនឹងគឺអាចឆ្លងការប្រឡងរួមទាំងការវិតម្លៃនៅក្នុងវាំងបានឬអត់អ៊ីប៉ៃយល់ហើយយប់នេះខ្ញុំនឹងទៅស្វែងរកកន្លែងលាក់ខ្លួនរបស់បិសាចចវាយក្រុងល្អដោយតែបានរំពឹងតុងចឹងវរៈវរៈគឺកាត់ចេញពីយុវជនដែលក្លាហានប៉ុន្តែបងប្រុសហើយជាពិបាកនៅក្នុងការរស់នៅខាងក្រៅហើយវាជាការល្អប្រសើរសម្រាប់នៅក្នុងសំណាក់ចវាយក្រុងមួយរយៈសិនទៅវាងាយស្រួលនៅក្នុងការបញ្ជូននរណាម្នាក់ដែលមានសមត្ថភាពទៅជួយលោកអ៊ីប៉ៃក៏បានគិតបន្តិចប៉ុន្តែចវាយក្រុងក៏បាននិយាយទៅតែបងប្រុសព្រួយបារម្ភខ្លាចថាខ្ញុំនឹងជ្រើសឱកាសធ្វើបាបឯងអ៊ីប៉ៃក៏បានតបទៅវាមិនចឹងនោះទេខ្ញុំគ្រាន់តែគិតថាវាអាចរំខានលោកពេកទៅដឹងខ្ញុំមានអារម្មណ៍ថាក្រែងចិត្តចវាយក្រុងក៏បាននិយាយទៅបងប្រុសតែឯងកំពុងនិយាយហ្នឹងឯងគឺជាក្មេងដែលមានកម្លាំងនិងភាពក្លាហានបែបនេះបើប្រៀបធៀបជាមួយនឹងកូនប្រុសរបស់ខ្ញុំនោះវាពិតជាខុសគ្នាខ្លាំងណាស់ពួកគេគឺត្រូវការរៀនបន្ថែមពីលោកប្អូនដើម្បីប៉ះប៉ូវការមិនសប្បាយចិត្តពីមុននោះខ្ញុំគួរតែមើលថែលោកប្អូននឹងគឺឲ្យបានល្អតើលោកប្អូននឹងគឺមិនចង់ផ្ដល់ឱកាសឲ្យខ្ញុំធ្វើបែបនេះទេអ៊ីប៉ៃក៏បាននិយាយទៅមិនអីនោះទេអញ្ចឹងខ្ញុំសុខចិត្តគោរពជាជាងស្រាប់បង្គាប់ចុះនាងដល់ឆាយឆាយនិយាយក្នុងចិត្តបង្ហាញសេចក្តីសប្បុរសដែលគ្មានហេតុផលសុភាពបរោះខ្លាំងខ្លាយមួយសន្ទុះក្រោយមកពួកគេក៏បានដើរមកកន្លែងស្នាក់នៅហើយនាងល្អិតក៏បានសួរបងប្រុសរបស់នាងទៅបងប្រុសតូចតើបងមិនមានអារម្មណ៍ថាចវាយក្រុងនេះកំពុងតែដាក់អន្ទាក់យើងទេអ៊ីប៉ៃក៏បានសើចបន្តិចទៅមិនអីនោះទេតែគាត់នឹងគឺអាចទទួលអ្វីបានពីយើងទៅវាគ្រាន់តែជាកាយវិការសប្បុរសតែប៉ុណ្ណោះទេឆាយឆាយក៏បានតបទៅគឺខ្ញុំមិនគិតអញ្ចឹងនោះទេខ្ញុំមានអារម្មណ៍ថាគេនោះគឺមិនមែនជាមនុស្សល្អនៅឡើយអ៊ីប៉ៃហេតុអ្វីបានជានាងនិយាយបែបហ្នឹងបងប្រុសសាកគិតមើលក្រុមគ្រួសាររបស់គេគ្រប់គ្នានោះគឺសិតតែអាក្រក់ទាំងអស់គ្នាហ្នឹងមិនចេះខ្មាស់អៀនហើយនឹងល្បិចកលច្រើនហើយមនុស្សទាំងអស់នោះក៏ត្រូវបានបណ្ដុះបណ្ដាលដោយគាត់ដែលជាឪពុករបស់គេហ្នឹងជីតារបស់ខ្ញុំធ្លាប់បានប្រាប់ថាបើធ្នឹមខាងលើមិនត្រង់ទេធ្នឹមខាងក្រោមក៏វាកោងដែរទាំងអស់នេះហើយគឺជាហេតុផលនោះហ៊ីប៉ៃក៏បានតបប្អូនស្រីទៅអូឯងមានគំនិតខ្លាំងដែរតាប៉ុន្តែខ្ញុំគិតថាលីខងនោះគឺមិនអីនោះទេគេគឺមិនដូចបងប្អូនគេទាំងពីរនោះទេគេគឺជាមនុស្សដែលមិនឆ្ងល់ឆ្មៃនិងមានហេតុផលខ្លះចំពោះលោកម្ចាស់ក្រុងវិញយើងមានតែមើលតទៅទៀតលូយប់ឡើងបានមកដល់ចវាយក្រុងក៏បានមករកហ៊ីប៉ៃនិងសូមឲ្យពួកគេនឹងចូលរួមក្រុមជាមួយហ៊ីប៉ៃផងដើម្បីស្វែងរកនៅកន្លែងបិសាចវានឹងល្អសម្រាប់ពួកយើងនៅក្នុងការជួយគ្នាទៅវិញទៅមកបន្ទាប់មកក៏បានថាឲ្យលីអៅទៅតែឯងឈរទៅអីទៀតហ្នឹងឆាប់សុំទោសប្អូនអ៊ីប៉ៃជាមួយនឹងប្អូនស្រីរបស់គេទៅគេក៏បានធ្វើការសុំទោសអ៊ីប៉ៃទៅថាគេនឹងខុសហើយសូមលោកម្ចាស់ហ្នឹងគឺអភ័យទោសឲ្យផងអ៊ីប៉ៃថាហើយគឺមិនអីនោះទេពួកគេទាំងអស់ក៏បានធ្វើដំណើរជុំគ្នាហើយលីអៅក៏បាននិយាយទៅគឺខ្ញុំមានកញ្ចក់មួយដែលអាចស្វែងរកបិសាចបានគេក៏បានប្រាថ្នាពោទៅលើកញ្ចក់ហ្នឹងដើម្បីបញ្ចេញថាពោស្វែងរកបិសាចនឹងអត់ក៏បាននិយាយទៅឯងក៏អរខ្លាំងម្ល៉េះខ្ញុំខ្លាចថាយើងមិនទាន់ទៅដល់ផងបិសាចរត់អស់ហើយអ៊ីប៉ៃ
បានឲ្យពួកគេនឹងគឺឈប់និយាយទៅរឿងណាសំខាន់នោះគឺចាប់បិសាចគេក៏បានរត់ចាក់ចេញទៅហើយយើងកាន់មកមើលផ្ទះបែកបាក់មួយក៏ឃើញបិសាចនៅទីនឹងឯងបិសាចពណ៌ខៀវនេះក៏បានសួរទៅកូនចៅគេទាំងពីរទៅតើខ្ញុំឲ្យឯងរៀបចំការបំផន់នៅទីនេះតើយ៉ាងម៉េចទៅហើយកូនចៅរបស់គេពាក់មួកនេះក៏និយាយទៅដរាបណាគេហ៊ានឈានជើងចូលចម្ងាយ100 feet នោះពួកគេនឹងទទួលឥទ្ធិពលរបស់ក្បួនសូម្បីតែកម្រិតដើរស្ដេចនឹងក៏មិនអាចគេចរួចដែរកូនចៅមុខខ្មៅរបស់គេក៏បាននិយាយទៅមិនខុសនោះទេការបង្កើតនេះដើមឡើយគឺយើងដាក់សម្រាប់ចៅហ្វាយក្រុងឥឡូវនេះវាជាការល្អសម្រាប់ការតេស្តជំនាញរបស់ខ្ញុំជាមួយនឹងពួកអាក្មេងល្ពៅទាំងអស់នេះមេបិសាចមុខខៀវរបស់គេក៏បានប្រាប់កូនចៅគេទៅថាកុំមើលស្រាលអាក្មេងតូចពីអ្នកនោះទេសោះកម្រិតការវឹកហាត់របស់ពួកគេនោះគឺមិនទៀបនោះទេប្រសិនបើជាពួកឯងនឹងចាប់ពួកគេបាននោះបន្ទាប់មកគឺយករាងកាយរបស់ពួកគេធ្វើការវឹកហាត់คล้ายទៅជាកម្រិតដើរស្ដេចរបស់មនុស្សបន្ទាប់មកទៀតយើងអាចសម្លាប់មនុស្សបានកាន់តែច្រើនអាចធ្វើការវឹកហាត់ទម្លុះកម្រិតចូលអាណាចក្រព្រះនៃបិសាចឲ្យបានឆាប់តាមតែអាចធ្វើទៅបានកូនចៅរបស់គេក៏បានប្រាប់ទៅមានមនុស្សមកហើយពួកគេគឺមានចំនួនលើសពី2នាក់ហើយបានយកកញ្ចក់វេទមន្តមកទៀតបិសាចមកខ្មៅក៏បាននិយាយទៅកញ្ចក់វេទមន្តណាត្រូវទៅរកវិធីកម្ចាត់ចោលបើមកដូច្នេះនោះទេក្បួនប្រកបជាបរាជ័យហើយមេបិសាចក៏បាននិយាយទៅកុំបារម្ភអីគឺខ្ញុំបានរៀបចំផែនការខ្លះទុកសម្រាប់ពួកគេហើយយើងកាន់មកមើលក្រុមអ៊ីប៉ាយវិញនាងលិតក៏បាននិយាយទៅបងប្រុសហើយនឹងមានអន្ទាក់នៅខាងក្នុងអ៊ីប៉ាយក៏បានប្រាប់ទៅមិនអីនោះទេកុំមកតាមខ្ញុំអីប្រសិនបើជាខ្ញុំនឹងជួបក្បួនមួយចំនួននៅខាងក្នុងនោះចាំឯងនឹងចូលទៅជួយបងម្ដងទៀតនាងអិតក៏បាននិយាយទៅបើបងមិនទៅល្អដែរទេបើមិនដូច្នេះនោះទេឲ្យពួកគេនោះនាំមុខយើងទៅអ៊ីប៉ាយក៏បានតបទៅទោះបីជាពួកគេនោះមិនមែនជាមនុស្សល្អក៏ដោយប៉ុន្តែបិសាចទាំងអស់នោះគឺវាអាក្រក់ជាងបងគឺមានភារកិច្ចនៅក្នុងការកម្ចាត់បិសាចទាំងអស់នេះពួកគេក៏បាននាំគ្នាដើរចូលទៅហើយយើងក៏បានឃើញថាសាច់រឿងរបស់យើងក៏បានជាដល់ទីបញ្ចប់ជាចុងក្រោយបើសិនជាមានភាពពេកលឺលួសខ្វះខាតណាមួយក៏សូមបងប្អូនអធិស្ឋានជួបគ្នានៅឱកាសក្រោយ